ជ្រាបសួរបងបាទអរគុណច្រើនបងគឺជាម្ចាស់ចំការពោតនេះមែនទេបាទបងបងឆ្ងល់បន្តិចពោតនេះគិតមកដល់ត្រឹមនេះអាយុប្រហែលថ្ងៃហ៎បាទអាយុអើយមួយខែ15ថ្ងៃមួយខែ15ថ្ងៃហើយពូជអីដែរបាទអានេះអើយ AS បាទអឺពោតនេះឃើញល្អប្លែកល្អខ្លាំងខុសពីពោតនៅក្បែរបងហ្នឹងបងបានប្រើជីគ្រាប់ NPK ឬក៏មិនទាន់បានប្រើទេបាទអត់ទាន់បានប្រើទេគ្រូអញ្ចឹងហើយចុះបងបានជីអីប្រើជំនួសដែរបងខ្ញុំប្រើអូអញ្ចឹងបងបាញ់ជីទឹកកពូខ្លាំងណាស់បងណាខ្លាំងបងបាញ់បានប៉ុន្មានដងហើយពោតនេះបានអើយម្ដងអូទៅបាញ់បានម្ដងតែឃើញល្អប្លែកលឿនមកណានៅពេលដែលល្អអញ្ចឹងបងមានកម្រងចង់ប្រើជីគ្រាប់ទៀតទេឬក៏មិនប្រើខ្ញុំអត់ចង់ប្រើទេគ្រូអូបាទដោយសារទី1ជីថ្លៃបាទណាបាទជីថ្លៃឃើញពោតនេះល្អហើយគោលដៅនៃការប្រើជីប្រើឲ្យពោតល្អចុះបើពោតល្អបងអត់បានប្រើជីថែមទេបងណាបាទអញ្ចឹងចុងក្រោយបងមានអីផ្ដាំផ្ញើទៅកាន់កសិករដែលធ្វើចកពោតដូចជាបងដែរទេបងបាទជាចុងក្រោយសូមជំនុំពរឬក៏ផ្ដាំផ្ញើទៅដល់កសិករធ្វើវិធីការពោតគឺទៅលោកអីហ្នឹងឲ្យចូលរួមប្រើឆ្នាំជីទឹកកម្ពស់ខ្លាំងនេះឲ្យបានបងមួយកដងហ្នឹងប្រើបានប្រហែលហាត់មួយកដងនេះប្រើបាន10ហាត់វ៉ាវមួយកដងប្រើបាន10ហាត់បាទអញ្ចឹងពុកម៉ែបងប្អូនធូរថ្លៃល្អទៀតបាទរកណាបានបាទអាចសាកបងជាមួយនឹងជីទឹកកពូខ្លាំងបាទអរគុណបាទសូមបញ្ជាក់តិចទៀតគ្រូនេះយើងប្រើទៅចាប់ពីថ្ងៃយើងប្រើទៅពី3ថ្ងៃទៅ5ថ្ងៃគឺផ្លែកល្អមកខ្លាំងខ្មៅក្រាប់អូបាទភាពខ្ពស់បាទនេះគឺជាបទពិសោធន៍របស់បងប្រុសកសិករប្រើផ្ទាល់បាទអញ្ចឹងអរគុណច្រើនណាបងអរគុណបាទ